ខេសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់រៀននិយាយ podcast episode ទី3ហើយថ្ងៃនេះរឿងប្លែកដោយសារតែថ្ងៃហ្នឹងខ្ញុំចង់ថតវីដេអូអញ្ចឹងថ្ងៃហ្នឹង topic យើងនិយាយអំពីភាពខ្ជិលធ្វើឲ្យបាត់បង់នៅ creativity បាត់បង់នៅភាពច្នៃប្រឌិតធ្វើឲ្យបំផ្លាញភាពច្នៃប្រឌិតរបស់យើងអញ្ចឹងអ្នកទាំងអស់គ្នាដែលធ្លាប់មានគំនិតមួយដែលអស្ចារ្យដែលយើងបានគិតនៅក្នុងគូក្បាលរបស់យើងថាយើងនឹងបង្កើតអីមួយយើងចង់ធ្វើអីមួយហ្នឹងវានៅតែជាគំនិតដោយសារតែយើងអត់បានធ្វើអីនៅលើវាទេអញ្ចឹងគំនិតនៅតែជាគំនិតនៅក្នុងខួរក្បាលយើងរហូតដល់ពេលខ្លះយើងចង់ឈប់គិតពីវាទៀតផងដោយសារតែយើងគិតថាវាអាចទៅរួចអីចឹងណាអញ្ចឹងថ្ងៃហ្នឹងយើងនិយាយអំពីភាពខ្ជិលបំផ្លាញភាពច្នៃប្រឌិតរបស់យើងចឹងយើងដឹងហើយថា creativity របស់យើងភាពច្នៃប្រឌិតរបស់យើងហ្នឹងវាត្រូវការយើងមានថាមពលនៅក្នុងការធ្វើវាបន្ទាប់ពីយើងបានគិតអំពីវាហើយយើងមាន plan ហើយបន្ទាប់មកយើងធ្វើសកម្មភាពទៅលើវាដោយសារតែអាភាពខ្ជិលរបស់យើងនឹងវាត្រូវបានប្លុកវាត្រូវបានរារាំងយើងអំពីអាការបន្តធ្វើសកម្មភាពទៅលើការគិតរបស់យើងដោយការពជាពេលដោយការភាពសនុកសុខស្រួលរបស់យើងពេលខ្លះយើងមានគំនិតនឹងហើយប៉ុន្តែយើងគិតថាបើសិនជាយើងយកពេលហ្នឹងទៅធ្វើអីផ្សេងទៅកំសាន្តទៅ scroll Facebook មើល YouTube មើល TikTok អីចឹងវាសប្បាយជាងណាអញ្ចឹងអាហ្នឹងក៏ភាពខ្ជិលវាបានប្លុកយើងអំពីអាការច្នៃប្រឌិតរបស់យើងដែលយើងកម្រងថានឹងធ្វើវាដែរហើយបន្តមកទៀតវាធ្វើយើងពជាពេលមួយផ្នែកទៀតវាធ្វើយើងពជាពេលដោយសារតែយើងគិតថាយើងចាំសិនចាំធ្វើពេលក្រោយចាំរហូតដល់យើងអស់អារម្មណ៍ធ្វើវាអញ្ចឹងនៅពេលដែលយើងនឹកឃើញធ្វើអីមួយយើងគួរតែចាប់ផ្ដើមធ្វើវាភ្លាមទៅយើងមិនបាច់ចាំថាឧទាហរណ៍ដូចជាយើងចង់ថតវីដេអូដូចខ្ញុំអញ្ចឹងយើងគិតថាចាំមាននេះសិនចាំមាននោះសិនដូចខ្ញុំឥឡូវនេះចាំរហូតដល់ឥឡូវនេះខ្ញុំបានទិញបានអស់គ្រប់យ៉ាងហើយនៅតែចង់ចាំទៀតចេះតែខ្វះនេះខ្វះនោះយើងចេះតែចង់បាននេះចង់បាននោះរហូតអញ្ចឹងយើងមិនចាប់ផ្ដើមទេបើមិនយើងនៅតែចាំទៅគ្មានថ្ងៃយើងចាប់ផ្ដើមទេអញ្ចឹងយើងចាប់ផ្ដើមពីអ្វីដែលយើងមាននឹងទៅយើងមានអីយើងមានបណ្ណាយើងធ្វើប៉ុណ្ណឹងទៅបើមិនជាយើងអត់មានកាមេរ៉ាយើងគ្រាន់តែមានទូរស័ព្ទមួយយើង record ទៅបើយើងអត់មាន microphone ក៏យើងអាច record តែតាមទូរស័ព្ទឬក៏អ្នកខ្លះគាត់ធ្វើជា voice over អីចឹងទៅបច្ចុប្បន្ននេះខ្ញុំឃើញមានគេ voice over ច្រើនមែនតើអញ្ចឹងធ្វើអីដែរយើងក៏មានស្រាប់មានបណ្ណាធ្វើប៉ុណ្ណឹងដោយនៅក្នុងសភៅ Still Like an Artist ខ្ញុំធ្លាប់បានអានដែរក៏គាត់បាន mention កន្លែងហ្នឹងដែរថា do with what you have អីចឹងទៅអញ្ចឹងមានបណ្ណាធ្វើប៉ុណ្ណឹងអូខេបន្តមកទៀតអាភាពដែលយើងធ្វើប្រហែលបន្តិចបន្តួចរាល់ថ្ងៃហ្នឹងវាអាចមានឥទ្ធិពលខ្លាំងទៅលើការបាត់បង់ឱកាសធំបើមិនជាយើងបានធ្វើហើយអាការដែលធ្វើអត់ល្អតិចហ្នឹងវាធ្វើឲ្យយើងបាត់បង់ឱកាសធំអញ្ចឹងព្យាយាមធ្វើធ្វើអាភាពច្នៃប្រឌិតរបស់យើងនឹងធ្វើឲ្យបានល្អ start with small អញ្ចឹងយើងធ្វើម្ដងបន្តិចយើងមិនបាច់ចាំឈានទៅដល់ឧទាហរណ៍យើងឡើងភ្នំអញ្ចឹងយើងឡើងដូចជា10គីឡូម៉ែត្រអញ្ចឹងយើងអាចឈានម្ដង5គីឡូឬ3គីឡូអីហ្មងទេយើងចាប់ផ្ដើមពីតូចគឺជំហានទី1ទៅហើយឧទាហរណ៍មួយទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ទៅហាត់ប្រាណអញ្ចឹងត្រូវតែចាប់ផ្ដើមមានទីស្បែកជើងយើងមកទីស្លៀកពាក់យើងទៅហ្មងទៅយើងកុំថាចាំរត់ទិញបែកជើងសិនអត់មានទេឬក៏ថាអត់មានកៅអៅសម្រាប់ទៅហាត់ប្រាណអីទេយើងចាប់ផ្ដើមអីដែលយើងមានសិនមកថ្ងៃក្រោយទៅយើងគង់ធ្វើទាំងអស់ហ្នឹងទេយើងគង់តែមានទាំងអស់ហ្នឹងទេបើមិនជាយើងនៅតែបន្តធ្វើវាធ្វើវារហូតចាប់ពីជំហានទី1ជំហានដំបូងតូចហ្នឹងទៅអូខេបន្តមកទៀតបើមិនជាអ្នកទាំងអស់គ្នាចង់សរសេរសភៅរៀនសរសេរសភៅយើងចាប់ផ្ដើមសរសេររាល់ថ្ងៃទៅមួយថ្ងៃបន្តិចឬក៏រៀនសរសេរ journal ចាប់ផ្ដើមមួយថ្ងៃ2-3 sentence អីក៏ដោយ2-3ជួរអីក៏បានដែរបើមិនជាអត់តន់ដឹងថាទៅសរសេរពីអីចឹងយើងអាច reflect ពីអីដែលយើងបានឆ្លងកាត់ឬក៏ការគិតរបស់យើងអីចឹងបើមិនជាយើងខ្ជិលទៀតអាភាពច្នៃប្រឌិតរបស់យើងនឹងក្នុងការសរសេរនឹងវាទៅតាមនឹងដែរយើងចេះតែពជាពេលគឺយើងអត់បានធ្វើវាទេ
ចឹងបើសិនជាចង់ទៅរៀនភ្លេងយើងទៅរៀនភ្លេងទៅកុំខ្ជិលដោយសារតែខ្ជិលហ្នឹងវាតែងតែមកខ្សឹបប្រាប់យើងរហូតវាមកខ្សឹបមកចិត្តយើងថាចាំពេលក្រោយទៅឬក៏ថាដូចជារៀនមិនចេះទេយើងប្រពន្ធប៉ុណ្ណឹងហើយទៅរៀនធ្វើអីទៀតណាខ្ញុំខ្មាស់ក្មេងអីទាំងអស់ហ្នឹងអាការខ្សឹបទាំងអស់ហ្នឹងធ្វើឲ្យភាពខ្ជិលហ្នឹងយកឈ្នះយើងអញ្ចឹងយើងកុំស្ដាប់អីទាំងអស់ពេលថាយើងគិតចង់ធ្វើអីហើយគឺយើងចាប់ផ្ដើមធ្វើទៅដូចខ្ញុំនិយាយដែរអញ្ចឹងចាប់ផ្ដើមវាជំហានតូចទៅសិនទៅអូខេអញ្ចឹងខ្ញុំមាន script ខ្លះដោយសារតែខ្ញុំខ្លាចនិយាយទៅអត់ដឹងនិយាយត្រឡប់ត្រឡឹងដូចមិញក៏រៀងវល់ដែរអញ្ចឹងខ្ញុំរៀនទៅសេ script ហើយខ្ញុំនឹងមិនខ្មាស់ទេនៅក្នុងការសរសេរ script ហើយនិយាយតាមអីដែលខ្ញុំបាន script ហ្នឹងដោយសារតែបើសិនជាយើងអត់មានកម្រងអត់មានការរៀបចំទុកមុនទេដូចនិយាយមុននឹងអញ្ចឹងវល់ទៅវល់មកអញ្ចឹងអានេះខ្ញុំបានសរសេរ script រៀនសរសេរ script អានេះយើងចាក់ពីប្រធានបទយើងតិចតែអាហ្នឹងក៏វាតាក់ទងដែរនៅក្នុងជាមួយនឹងភាពខ្ជិលដែលបំផ្លាញភាពច្នៃប្រឌិតរបស់យើងដែរអញ្ចឹងយើងអត់ខ្ជិលទេខ្ញុំរៀនសរសេរ script ទោះបីជាខ្ញុំខ្ជិលសរសេរមែនខ្ញុំខ្ជិលខ្ញុំចង់ថា record ហើយបង្ហោះ post ទៅហ្មងខ្ជិល edit ខ្ជិល script អីចេះតែនិយាយទៅហ្មងតែឥឡូវខ្ញុំព្យាយាមផ្លាស់ប្ដូរខ្លួនឯងខ្ញុំចាប់ផ្ដើម script ហើយចូលដល់ចំណុចសញ្ញានៃភាពខ្ជិលអាហ្នឹងដូចជាការគិតរបស់យើងគិតដោយគ្មានការធ្វើសកម្មភាពយើងចេះតែគិតទុកជាគំនិតដូចខ្ញុំលើកពីចំណុចដំបូងអញ្ចឹងណាហើយទៅបង្កើតexcuses មានន័យថារលេះអីមករហូតមានលេះរហូតថាចាំនេះចាំនោះអីហ្នឹងអាហ្នឹងសិតតែខ្ញុំនិយាយហើយទាំងអស់ហើយបន្តមកទៀតចាំអាហ្នឹងវាសិតតែតាក់ទងគ្នាទាំងអស់តាំងពីដំបូងចាំរហូតដល់ចាំមើលពេលនេះសិនពេលនោះសិនចាំស្អែកចាំអីចឹង perfect time អត់មាន perfect time ទេបើមិនតែយើងអត់ចាប់ផ្ដើមឥឡូវគឺអត់មានពេលណាមួយដែល perfect ទេអញ្ចឹងចង់ចាប់ផ្ដើមពេលណាបាន perfect សម្រាប់យើងនៅតែចាំរហូតដល់គ្មានថ្ងៃដែលយើងបង្កើតវាមានថ្ងៃដែលយើងធ្វើនឹងការគិតរបស់យើងនឹងទេហើយចំណុចចុងក្រោយគឺបោះបង់នៅពេលដែលមានសញ្ញាថាអត់ស្នុកសុខស្រួលពេលធ្វើវាទៅអុយធុញណាឬក៏ដូចមើលទៅអត់រួចទេធ្វើទៅមានធុញវាអត់ស្រួលប៉ុន្តែអាពេលតែអត់ស្រួលហ្នឹងហើយវាធ្វើឲ្យយើងមានការប្រឹងប្រែងមានការរីកចម្រើនយើងត្រូវតែខិតខំទោះបីជាបានតិចក៏ដោយអីក៏ដោយតែយើងនៅតែធ្វើវាកុំពជាពេលហើយយើងគួរតែមានវិន័យលើខ្លួនឯងហើយនឹង consistency ធ្វើវាបានចប់ឡប់ម្ដងតិចទៅយើងនឹងទទួលបានលទ្ធផលល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងតែប៉ុណ្្នឹងទេ podcast episode ទី3របស់ខ្ញុំខ្ញុំចាប់ផ្ដើមថតវីដេអូម្ដងខ្ញុំចាប់ផ្ដើមរៀននិយាយមុខកាមេរ៉ាម្ដងចឹងសង្ឃឹមថាជួបអ្នកទាំងអស់គ្នានៅ episode ក្រោយ episode ទី4 bye bye see you